ក៏យកឬវាដូចគ្នាចាដើមត្បាល់កាន់មានរូបឬជំងឺខ្សោយចលៀនរូបរាងចឹងយកតែឬស្លាំងទាស់បែកស្រកាស្គមរីងរៃហូបមិនបានចាចឹងសូមបងប្អូនទៅរកស្មៅជើងក្រាស់នេះដែលមានរូបរាងចឹងណាយកស្មៅជើងក្រាស់ហ្នឹងមួយមុខហ្នឹងមកយកទាំងដើមទាំងអីទាំងអស់ហ្នឹងហើយទី2យករឹសដើមបណ្ដាតគោនេះដើមបណ្ដាតគោរៀងមានចឹងយករឹសរបស់វាចាហើយទី3គឺយករឹសដើមត្រប់ខានេះដើមត្រប់ខាពណ៌វាផ្លែវាពណ៌លឿងនឹងយកតែរឹសវាដែរហើយនឹងដើមត្បាល់កិននេះក៏យករឹសវាដូចគ្នាចាដើមត្បាល់កិនមានរូបរាងចឹងយកតែរឹសវាទេអញ្ចឹង3មុខនោះយករឹសលើកលែងតែស្មៅជើងក្រាស់ទេយកទាំងអស់ចាបងប្អូនយកមកដាំទឹកហូបតែ2-3ឆ្នាំងទៅអាការៈជំងឺនឹងបានធូរស្បើយចា